ស្រះកូនត្រីក្រាញ់នេះយើងដាក់ចំណីពេលព្រឹកដល់ម៉ោងហើយគាត់ទៅដល់ម៉ោងមកឆាវមកម៉ោងកូនត្រីក្រាញ់ចំណីជីទូទៅយើងប្រើចំណីកែបពីត្រីម្សៅមកដល់ត្រីអាយុប្រកាសប៉ុណ្ណេះវាមួយខែតែយើងមានដំណាក់កាលប្រើចំណីបើសិនជាចង់ដឹងចាំខ្ញុំដាក់របៀបដាក់ចំណីហើយនឹងបន្ថែមព័ត៌មានទៅលើការទិញចំណីណាមួយចំណីម្សៅយើងពិបាករកដែរពិបាករកណាស់បើសិនយើងស្គាល់កន្លែងទិញអានឹងវាហ្នឹងវាលឿនកាលណាយើងស្គាល់វាលឿនធ្វើអីក៏ដោយព្រោះយើងចេះស្រួលអញ្ចឹងវាចំណីវាមានដំណាក់កាលរបស់វានេះត្រីច្រើនណាខ្ញុំបង្កាត់វាអញ្ច្រើនមែនតើក្រាញ់សុទ្ធតម្រងគោះស្ងាត់ទៅពេល100នេះមួយស្រះនេះខ្ញុំបង្កាត់23គូមួយស្រះហ្នឹងវាចង់អាចនឹងលើស្តង់ដារត្រីបាត់ហើយលើស្តង់ដារយើងដាក់1ការ៉េវាតាមស្តង់ដារចាំគេកសិដ្ឋានធំគេសម្បូរចំណីឲ្យស៊ីអញ្ចឹងវាពី50ទៅ3ក្បាលយើងដាក់បានតាម60ទៅ70ក្បាលក្នុង1ការ៉េអញ្ចឹងវាលើដងស្តែនត្រីក៏វាងាយធំដែរយើងចំណីយើងវាដល់ជាមួយខ្ញុំរយចំណីឲ្យមើលកកទាំងអស់ល្អមែនតើអត់តែយើងឲ្យចំណីត្រូវអត្រានៅសឹងតែបាន 70% ទៅ 80% នេះចំនួនកូនត្រីល្អមែនតើអរគុណច្រើន